ជំរាបសួរបងប្អូននេះគឺជាសកម្មភាពដែលផ្នែកបច្ចេកទេសខាងម៉ូទ័របូមទឹក Leo គាត់កំពុងតែដំឡើងពីឈុតពន្លត់អគ្គិភ័យមួយហើយឈុតពន្លត់អគ្គិភ័យនេះបងប្អូនបានឃើញហើយគឺយើងប្រើជាមួយនឹងdiesel engine pump ភ្ជាប់ជាមួយនឹងក្បាលបូម LP ដែលជាក្បាលបូមរបស់ Leo ផ្ទាល់ផងដែរណាហើយមួយវិញទៀតគឺយើងមកជាមួយនឹង main pump របស់យើងជាប្រភេទ motor LVR ដែលវាជំនួសការងារគ្នានៅពេលដែលមានភ្លើងរត់គឺយើងប្រើជាមួយ motor LVR ដែលបងប្រុសក៏កំពុងប៉ះនេះតែបើសិនជាអត់មានភ្លើងទេយើងអាចប្រើជាមួយនឹង diesel engine បានបងប្អូនណាហើយនេះគឺជាជុកគី pump ដែលយើងយកជាប្រភេទ motor EVP បាទយកមកប្រើប្រាស់អូខេចឹងបងប្អូនអាចមើលរូបរាងផ្ទាល់របស់ឈុតពន្លត់អគ្គិភ័យនេះបាទអានេះគឺជាប្រភេទតម្រូវការຂະຫນាតធំមធ្យមហើយប្រភេទរោងចក្របាទបងប្អូនគឺអតិថិជនគឺគាត់យកទៅប្រើប្រាស់បែបនេះណាហើយយើងមានតម្រូវការតូចបាទតម្រូវការធំយើងទទួលរៀបទៅតាមអតិថិជនណាហើយអានេះយើងបានប្រហែលជាខ្ទង់80ទៅ90% បងប្អូននៅពេលដែលយើងរួចរាល់យើងនឹងធ្វើការ QC check បាទតេស្តទឹកទៅអីរួចរាល់ 100%គឺយើងនឹងដឹកជញ្ជូនទៅដំឡើងឲ្យអតិថិជនទៅកាន់ទីតាំងរបស់គាត់តែម្ដងណាបងប្អូនអូខេខ្ញុំនាំបងប្អូនទៅមើលបន្ថែមទៀតបាទអូខេនេះគឺជាទូបាទគឺជាទូ fire control panel របស់យើងបាទស្អាតមែនតើបងប្អូនមើលទៅអូខេផ្លេចប្រាប់បងប្អូនណាពាក់ព័ន្ធទៅនឹងសម្ភារៈនៅក្នុងទូបាទយើងក៏មានគុតគង់ផងដែរបើសិនជាបងប្អូនចាប់អារម្មណ៍បាទអត់ត្រូវការម៉ូទ័រអត់ត្រូវការបច្ចេកទេសក្នុងការរៀបឈុតពន្លត់អគ្គិភ័យទេបើសិនជាបងប្អូនត្រូវការគ្រឿងទូក៏យើងមានគុតគង់ផងដែរណាបងប្អូនណាបើសិនជាមានតម្រូវការអាចឆាតមក page ឬក៏ឆាតទំនាក់ទំនងតាមរយៈ Telegram ក្រុមការងារនឹងប្រឹក្សាយោបល់ជូនបងប្អូនតាមអនឡាញឬក៏អាចចុះទៅសិក្សាដល់ទីតាំងផ្ទាល់ក៏បានដែរបងប្អូនណាបាទសូមអរគុណ